បន្ទាប់ពីធ្វើកញ្ចក់រួចភ្លាមនោះក៏មានស្នាមរបក់នៅលើម្រាមដៃរបស់នាងក៏ប្រាប់គូដណ្ដឹងឲ្យឈប់ហើយរត់ចូលស្ថានីយ៍ប្រេងឥន្ធនៈដើម្បីទិញដីកេះថ្មីវាគឺជាទម្លាប់ដែលនាងមានតាំងពីកុមារភាពមកនៅពេលដែលមានអ្វីដែលមិនសំណាងនាងនឹងប្រើពិធីតូចៗដើម្បីបន្សាបវាមានតែបន្ទាប់ពីរើសកាក់នៅតាមផ្លូវទើបនាងមានអារម្មណ៍ធូរស្រាលបន្តិចប៉ុន្តែក្នុងពេលអាហារនាងស្រាប់តែព្រួយបារម្ភម្ដងទៀតខ្លាចថ្ងៃណាមួយនាងនឹងសម្រាលកូនដែលមានពិការភាពកាន់តែចម្លែកទៅទៀតទារកដែលនាងបានគូលេងស្រាប់តែដូចនឹង logo ដ៏គួរឲ្យខ្លាចមួយ Rachel កាន់តែភ័យខ្លាចឡើងប៉ុន្តែគូដណ្ដឹងរបស់នាងគិតថានាងគ្រាន់តែទន្ទឹងរឿងអាពាហ៍ពិពាហ៍ដោយសល់តែ5ថ្ងៃទៀតប៉ុណ្ណោះពួកគេកំពុងធ្វើដំណើរទៅវីឡាក្នុងព្រៃរបស់គ្រួសារគាត់តែបានគាត់ធានា Rachel ក៏ស្ងប់ចិត្តបន្តិចម្ដងប៉ុន្តែកាន់តែជិតដល់វីឡានោះរឿងចម្លែកខ្លៃក៏កើតឡើងកាន់តែច្រើនឡើងខណៈដែលកំពុងឆ្លងកាត់ផ្លូវក្រំដីដ៏វែងមួយពួកគេបានលេងល្បែងទប់ដង្ហើមផ្លូវក្រំដីនោះវែងពេកហើយពួកគេទាំងពីរនាក់ក៏បរាជ័យបន្ទាប់មកសំណាងអាក្រក់ក៏បន្តកើតឡើងនៅពេលដែលដល់ Rachel បើកបោះដីកេះថ្មីដីកេះក៏ស្រាប់តែខូចនាងត្រូវបើកចូលទៅកន្លែងឈប់សម្រាកដ៏ស្ងាត់មួយដោយសង្ឃឹមថានឹងប្រើបន្ទប់ទឹកហើយធ្វើឲ្យខ្លួនឯងស្ងប់ចិត្តភ្លាមដែលនាងចេញពីឡាននាងបានឃើញយានយន្តមួយដែលគ្របដណ្ដប់ដោយព្រិលម៉ាស៊ីននៅតែដំណើរការហើយនៅពេលដែលនាងជិតចូលទៅមើលនោះមានទារកម្នាក់នៅក្នុងនោះក្នុងអាកាសធាតុត្រជាក់ខ្លាំងទារកនោះអាចនឹងស្លាប់នៅពេលណាក៏បាននៃឆែប្រាប់គូដណ្ដឹងឲ្យនៅខាងក្រៅខណៈដែលនាងរត់ចូលទៅក្នុងបន្ទប់ទឹកដើម្បីរកជំនួយប៉ុន្តែបន្ទប់ទឹកទាំងអស់ត្រូវបានចាក់សៅនាងបន្តគោះទ្វារប៉ុន្តែគ្មានអ្នកឆ្លើយតបតាមប្រឡោះនាងមិនឃើញស្បែកជើងកុមារពណ៌ក្រហមហើយភាពត្រជាក់ក៏ជ្រាបចូលទៅក្នុងឈុំខ្នងរបស់នាងបន្ទាប់មកទ្វារបន្ទប់ទឹកដែលចាក់សៅក៏ស្រាប់តែបើកឡើងដោយខ្លួនឯង Rachel ក្តាប់គន្លឹះយ៉ាងណានហើយដើរទៅរងប្រយ័ត្ននាងបន្តគោះទ្វារប៉ុន្តែគ្មានសាកសពកំពុងរលួយនាងរត់ចេញមកវិញដោយទប់ដង្ហើមតែឃើញថាគ្មានអ្នកសញ្ញាទូរស័ព្ទពួកគេសម្រេចចិត្តព្រឹកថាគូដណ្ដឹងនឹងនៅជាមួយទារកហើយបំបីកញ្ចក់បើចាំបាច់ខណៈដែល Rachel ទៅរកទូរស័ព្ទដើម្បីទូរស័ព្ទហៅប៉ូលីសនាងបើកបរយូរទើបទីបំផុតរកឃើញបារមួយមានសារសពតែម្នាក់នៅខាងក្នុង Rachel សុំនាងទូរស័ព្ទហៅប៉ូលីសប៉ុន្តែអ្នកបម្រើនោះនិយាយយ៉ាងត្រជាក់ថាអតីតនិយោជិតម្នាក់ធ្លាប់បានចងកនៅក្នុងបន្ទប់ទឹកនោះ Rachel កាន់តែភ័យខ្លាចឡើងប៉ុន្តែអ្នកបម្រើយល់ព្រមជួយនៅពេលដែល Rachel ទៅបន្ទប់ទឹកនាងមានអារម្មណ៍ថាមានមនុស្សនៅខាងក្រៅទ្វារពេលងើបមើលនាងឃើញភ្នែកមួយគូសម្លឹងមើលនាងហើយបន្ទាប់មកក៏បាត់ទៅភ្លាមបន្ទាប់មកនាងឃើញស្រមោលក្នុងកញ្ចក់ហើយដោយស្វ័យប្រវត្តិក៏ងាកមកចាក់វាដោយកន្លឹះរបស់នាងប៉ុន្តែដៃដែលនាងវានោះមិនហូរឈាមសោះប្រាស់ចាំម្នាក់ដែលមានទឹកមុខស្ងប់ស្ងាត់បានដកកន្លឹះចេញមកវិញហើយហុចឲ្យនាងវិញហើយថែមទាំងនិយាយថានាងជិតរៀបការដូចជាប្រមាននៅពេលនោះ Rachel ភ័យខ្លាចទាំងស្រុងនាងរត់ចេញពីបារភ្លាមប៉ុន្តែនៅពេលដែលនាងព្យាយាមចាក់ចេញនាងឃើញអក្សរក្រហមនៅលើឡានរបស់ថាគូស្វាមីភរិយាថ្មីនាងភ័យស្លន់ស្លោហើយប្រញាប់ត្រឡប់ទៅកន្លែងឈប់សម្រាកវិញតែឃើញទាំងឡានដឹកទំនិញដែលមានអក្សរក្រហមនៅទីនោះនាងមិនបានប្រាប់គូដណ្ដឹងរបស់នាងថាមានរឿងអ្វីកើតឡើងទេពួកគេបើកបរមិនឈប់ហើយទីបំផុតក៏ទៅដល់វីឡាក្នុងព្រៃជ្រៅប៉ុន្តែនៅពេលនោះនាងភ័យខ្លាចទាំងស្រុងផ្ទះដ៏ធំទូលាយដូចជាងងឹតនិងពេញពេញដោយបរិយាកាសដ៏គួរឲ្យខ្លាចនាងនិយាយមកពីគ្រួសារដែលមានទ្រព្យសម្បត្តិនិងឥទ្ធិពលប៉ុន្តែត្រូវបានគេគោរពតាមច្បាប់ចម្លែកជាច្រើនបន្ទប់ទទួលភ្ញៀវត្រូវបានតុបតែងដោយសត្វស្ទូចថែមទាំងដាក់ជុំវិញរូបថតគ្រួសារទៀតផងឆ្កែបរបាញ់ដែលដាក់ជុំវិញនោះគឺគួរឲ្យខ្លាចជាពិសេសពួកគេបានព្រមានថានាងមិនឲ្យសម្លឹងមើលភ្នែករបស់វាទេវានឹងជាការមិនគោរពយ៉ាងធ្ងន់ធ្ងរដល់គ្រួសារមិនយូរប៉ុន្មាននាង Rachel ក៏បានជួបគ្រួសាររបស់ Nikki ហើយថែមទាំងឈ្មោះកូនប្រសារស្រីថ្មីត្រូវបានគេដាក់ដោយចេតនាដូចជាការប្រណាំងប្រជែងជាមួយអ្នកដែលមកមុននាងបរិយាកាសទាំងមូលគឺត្រជាក់គួរឲ្យខ្លាចបន្ទាប់មកនាងបានរកឃើញរោងភ្នំស្នេហានៅក្នុងវិមានដែលពេញទៅដោយការតុបតែងដោយទាំងព្រៃផ្សៃនិងគៀបសង្កត់វាបានបង្ហាញថាគ្រួសារនេះមានអតីតកាលដ៏គួរឲ្យខ្លាចជីដូនទួតធ្លាប់បាត់ត្រូវបានសត្វខ្លាខ្មុំខ្មៅសម្លាប់ហើយជីតាទួតដើម្បីសងសឹកក៏បានស្លាប់ជាមួយនឹងវាដែរនៅពេលនោះ Rachel បានឃើញស្នាមរបួសនៅជិតភ្នែករបស់ Nikki នាងទៅផ្ទះបាយដើម្បីបៀតទឹកកកប៉ុន្តែនាងបានលើគ្រួសារនិយាយគ្នាដោយចៃដន្យបន្ទាប់ពីបានលើអំពីបទពិសោធន៍ចម្លែករបស់ពួកគេនៅលើផ្លូវកូនប្រសារស្រីក៏នឹកឃើញដល់រឿងព្រេងដ៏គួរឲ្យខ្លាចវាគឺជាការភ័យខ្លាចដ៏ធំបំផុតរបស់ Nikki កាលពីគាត់អាយុ8ឆ្នាំគាត់ធ្លាប់ឮសំឡេងស្ត្រីម្នាក់ស្រែកនៅក្នុងព្រៃមិនថាគាត់រត់យ៉ាងណាក៏ដោយសំឡេងនោះកាន់តែគៀតទៅនៅទីបំផុតគាត់បានឃើញបុរសម្នាក់ដ៏គួរឲ្យខ្លាចនិយាយដដែលថាខ្ញុំសុំទោសមិនកំពុងធ្វើបាបស្ត្រីនោះយ៉ាងខុសខើចាប់តាំងពីពេលនោះគ្រឿងរ៉ាវរបស់បុរសនោះក៏បានផ្សព្វផ្សាយនៅក្នុងគ្រួសារពួកគេនិយាយថាគាត់មកពីនរកតាមប្រមាញ់ស្ត្រីដើម្បីរកប្រពន្ធដែលបាត់ខ្លួនរបស់គាត់ដោយព្យាយាមប្រមូលព្រលឹងដើម្បីនាំនាងត្រឡប់ទៅនរកវិញអ្វីដែលកាន់តែធ្ងន់ធ្ងរគឺក្មួយប្រុសរបស់ Nikki បានលឺអ្វីៗទាំងអស់នៅពីក្រោយពួកគេ
កូនប្រសាស្រីបានលងលងក្មេងនោះយ៉ាងឆាប់រហ័សហើយថែមទាំងរំលឹកគាត់ថាតារាបណាមានឈាមហូរគឺបរោះសំទោសនឹងទេមិនភ្ញាក់ឡើងទេអ្វីដែលកាន់តែគួរឲ្យខ្លាចគឺមុនពេលចូលស្កេងក្មេងៗបានសូត្របទចម្រៀងកុមារដ៏ចម្លែកមួយឲ្យ Rachel ស្ដាប់គ្រប់បន្ទាត់ហាក់ដូចជាការប្រមានអំពីសត្វហៅនោះNikki បានលើវាតាំងពីកុមារភាពហើយធ្លាប់នឹងវាទៅហើយបងប្រុសរបស់គាត់ទទួលរងឥទ្ធិពលពីរបបផ្លូវចិត្តយ៉ាងខ្លាំងរហូតដល់គាត់ផ្លាស់ទៅរស់នៅអឺរ៉ុបនៅពេលពេញវ័យប៉ុន្តែ Rachel កាន់តែមានអារម្មណ៍ថាលើសលប់ក្រៅពីការភ័យខ្លាចនាងក៏មានអារម្មណ៍ថាស្គាល់អ្វីៗគ្រប់យ៉ាងនៅទីនេះយ៉ាងចម្លែកនៅពេលយប់ជ្រៅពេលនៅក្នុងបន្ទប់ម្នាក់ឯងនាងស្រាប់តែហូរឈាមជ្រមុះដោយគ្មានមូលហេតុគ្រាន់តែនាងមានអារម្មណ៍ថាមិនស្រួលសំឡេងទាបៗចម្លែកមួយបានលឺមកពីខាងក្រៅទ្វារក្មេងស្រីហាក់ដូចជាមានអារម្មណ៍ទីប្រមមិនធម្មតា